Facebook មកយ៉ាងហ្នឹងគឺអត់ផុតពីម្សៅទេអ្នកនរគ្នាគឺគេនិយាយពីម្សៅប៉ាបហ្នឹងច្រើនមែនតើនឹងមានម្សៅផ្ទាល់ខ្លួនដែរអញ្ចឹងខ្ញុំចង់បញ្ចេញមតិមួយចំនួនដូចគ្នារឿងទី1ហ្នឹងគឺតកតងជាមួយនឹងអវ៉ាន់សៀមនៅតែចលាចលអញ្ចឹងអាហ្នឹងហើយគឺជាហេតុផលដែលខ្ញុំបង្កើតម្សៅនេះឡើងមកគឺដើម្បីបញ្ឈប់អវ៉ាន់សៀមទទួលស្គាល់ថាបងប្អូនអាជីវករមួយចំនួនដែលគាត់នៅសល់ stock ដែលគាត់កាត់ stock ច្រើនមែនតើនៅសល់ stock ហ្នឹងណាបើសិនបើវា delay ចាស់អីចឹងទៅអ្នកនរគ្នាចង់ control ក៏នៅតែ control ទៅបើ delay ថ្មីអីខ្ញុំគិតថាពួកយើងគួរតែពាក់ឲ្យការដិតខាតយកតែហ្មងព្រោះរឿងមួយទៀតវិញគឺតកតងជាមួយនឹងម្សៅដែលគេលាងអត់ជ្រះហើយអ្នកនរគ្នាម្សៅជាប់ដិតលាងអត់ជ្រះអីហ្នឹងខ្ញុំហ៊ានធានាហ្មងថាមិនមែនជាម្សៅរបស់ Aston ទេអ្នកនរគ្នាហ៊ានធានាដាក់អីក៏ដាក់ដែរដោយសារតែម្សៅ Aston នេះគឺខ្ញុំលេងហើយអ្នកនរគ្នាធ្វើសង្ក្រាន្តមួយថ្ងៃមុនរបស់ XY Group ហ្នឹងគឺយើងលេងមួយម្សៅ Aston ហ្មងខ្ញុំនឹងតំណាងខ្ញុំសូម្បីតែកូនក្មេងកូនតំណាងខ្ញុំក៏លេងដល់ទំនុកចិត្តដែរអ្នកនរគ្នាអត់មានកទួអត់មានរមាស់ហើយអត់មានកាហាយភ្នែកអីទេតទៅពីលេងម្សៅហើយគឺលាងមុខលាងខ្លួនអីគឺវាជ្រះធម្មតាសូម្បីបោកកៅអៅអីក៏វាស្អាតធម្មតាដែរអ្នកនរគ្នាគឺវាអត់មានប៉ះពាល់អត់មានប្រឡាក់ដិតទេដោយសារម្សៅរបស់យើងគឺជាប្រភេទម្សៅពោតហើយធ្វើពីម្សៅពណ៌បែបធម្មជាតិអ្នកនរគ្នាអញ្ចឹងគឺវាមានសារធាតុគីមីដែលធ្វើឲ្យប៉ះពាល់ដល់ស្បែកទេអញ្ចឹងគឺលេងដល់ទំនុកចិត្តហ្មងទទួលស្គាល់ថាម្សៅរបស់យើងវាអាចនឹងខ្លាំងជាងម្សៅសៀមអ្នកនរគ្នាប៉ុន្តែអានេះគឺជាផលិតផលកូនខ្មែរផលិតនៅរោងចក្រស្តង់ដាហើយតម្លៃក៏អត់ខុសគ្នាច្រើនទេអ្នកនរគ្នាព្រោះរបស់ខ្ញុំ100ក្រាមហើយមកកំប៉ុង1000ខ្លះគឺតែ20ក្រាមអីទេអ្នកនរគ្នាហើយគុណភាពវិញខ្ញុំអត់ចង់និយាយច្រើនទេអ្នកនរគ្នាលេងរាល់ឆ្នាំអីដឹងអីថាម្សៅសៀមនឹងមិនបើសិនអ្នកនរគ្នាចង់បាន Aston អ្នកនរគ្នាអាចឆាតចូល page ឬក៏តាក់ទងទៅតំណែងចែកចាយឬក៏តាមបងប្អូនអាជីវករដែលលក់តាមតូបតាមផ្សារឬក៏កន្លែងទីតាំងនៃទឹកឬក៏លេងម្សៅអីចឹងទៅគេអាចនឹងលក់អីអ្នកនរគ្នាចាត់ឡាំ logo Aston នេះគឺជាម្សៅរបស់ Aston ឯងអរគុណមែនតើដល់ពុកម៉ែបងប្អូនដែលតែងតែគ្រប់គ្រង Aston អ្នកនរគ្នាធ្វើឲ្យ Aston លក់ដាច់រាប់សែនប្រអប់នៅក្នុងកំឡុងពេលចូលឆ្នាំហ្នឹងអ្នកនរគ្នាវាជារឿងមួយដែលខ្ញុំនឹកស្មានដល់ទេដោយសារតែអាវ៉ាន់នេះគឺខ្ញុំយកចូលច្រើនមែនតើដើម្បីបានតម្លៃមួយដែលល្អអ្នកនរគ្នាអញ្ចឹងគឺអត់មានអីទេក្រៅពីអរគុណមែនតើហើយសូមម្សៅនេះទទួលបានការគ្រប់គ្រងច្រើនពីពុកម៉ែបងប្អូនខ្ញុំគិតថាឆ្នាំក្រោយគឺខ្ញុំនឹងព្យាយាមសម្របសម្រួលឬក៏កែប្រែគុណភាពកែប្រែកន្លែងចំណុចខ្វះខាតកន្លែងណាឲ្យវាកាន់តែល្អទៀតដើម្បីចែកជូនពុកម៉ែបងប្អូននៅសប្បាយចូលឆ្នាំទាំងអស់គ្នាហ្នឹងហើយអរគុណ